នេះគឺជាវិធីធ្វើញោមគ្រឿងសមុទ្រនេះគឺជាតាំងហ៊ុនតើមកយើងចាក់ទឹកចូលខ្ទះរួចដាក់ដាំបើកភ្លើងខ្លះដល់ពេលបើកភ្លើងរួចហើយបន្តមកទៀតគឺយើងធ្វើហាន់បន្លែនោះគឺនេះគឺជាដាំកញ្ឆាយដែលមានដាំកញ្ឆាយមានប៉េងប៉ោះមានជីវ៉ាន់សុយជាមួយនឹងប៉េងប៉ោះក្តឹបប៉េងប៉ោះដទូចក្រនេនរណុលកមៅហាន់វាជាកង់យើងចាំគ្រឿងបន្តមកយើងចាំខ្ទឹមហាន់ខ្ទឹមប៉ុន្តែហាន់យកវែងបន្តិចកុំឲ្យហាន់ខ្លីពេកបន្តមកទៀតគឺមានខ្ទឹមបារាំងដាក់ប៉ុងខ្ទឹមបារាំងបន្តមកទៀតយើងហាន់អានឹងរួចហើយគឺយើងធ្វើទៅធ្វើគ្រឿងសមុទ្រគឺលាងសម្អាតគ្រឿងសមុទ្ររបស់យើងឲ្យស្អាតដាក់នឹងកញ្ច្រែងបន្តមកនោះគឺអានេះគឺបកងអាមុនហ្នឹងគឺមឹករួចយើងយកមកហាន់វាជាកង់ហើយគ្រឿងសមុទ្រនោះគឺយើងវះខ្នងរបស់វាចេញវះខ្នងវាស្អាតបាទគឺធ្វើការតាមនេះលាងវាស្អាតបាទនិងចម្រាញ់វាស្អាតបាទហាន់វាជាកង់បន្តមកទៀតនោះគឺយើងយកអាទឹកយើងពងដាំពុះនឹងគឺយើងយកអាតាំងហ៊ុនរបស់យើងយកទៅស្រោះវាឲ្យវាទន់ល្អឲ្យវាសព្វសាច់ល្អបន្តមកទៀតយើងយកអាគ្រឿងសមុទ្ររបស់យើងដាក់ចូលក្នុងខ្ទះបើភ្លើងឲ្យខ្លាំងដើម្បីឲ្យវាស្រោះអាសឹងវាស្រោះវាឲ្យស្ងួតល្អស្រោះវាកូរវាវីវូតិចទៀតយើងបានស៊ីrồiហើយបន្តមកទៀតយើងដាក់អំបិលចូលដល់ពេលយើងដាក់អំបិលចូលរួចហើយពេលវាសើបមើលទៅអាចស្រោះហើយយើងស្រង់វាមកលាងទឹកស្រង់វាមកដាក់ទឹកឲ្យវាត្រជាក់ដើម្បីវាកាន់តែឆ្ងាញ់បន្តមកយើងដាក់ត្រីកោះកុងចូលនៅក្នុងចានដែកមួយអំពីប្រទេសដែលចានដែកក៏មានការធ្លុះធ្លាយជាខ្លាំងបាទដោយសារតែឆេះភ្លើងបន្តមកយើងហាន់ក្រូច3យើងបន្តមកទៀតយើងនឹងបាច់ក្រូចដាក់ក្នុងត្រីកោះកុងបន្តពេលយើងបាច់ក្រូចដាក់ត្រីកោះកុងហើយគឺយើងដាក់អាតាំងហ៊ុនរបស់យើងចូលកូរវាអានេះគឺយើងដាក់ចូលហើយគឺយើងកូរវាឃើញផ្សាយកូរវាវីវូពាក់សំដៃផងវាจะកាត់មេរោគកូរវាវីវូទៅហើយយើងនឹងដាក់អានេះគេហៅថាទឹកម្ទេសរួចមកយើងចាក់គ្រឿងសមុទ្ររបស់យើងចូលបាទទឹកម្ទេសដាក់យកពោះឲ្យចាក់គ្រឿងសមុទ្ររបស់យើងចូលហើយគឺចាក់បន្លែរបស់យើងហាន់ហ្នឹងអាហ្នឹងគេហៅថាញ៉ាំគ្រឿងសមុទ្រណាតិចទៀតបានញ៉ាំហីចិត្តបានឃើញតំណងអត់អូជាតិមែនតើក៏នឹកឃើញមានអារម្មណ៍ថាទឹកមកតានោះបន្តមកទៀតមកគឺយើងដាក់នៅលើចានមកដាក់លើចានរោយដាក់គ្រឿងសមុទ្រឲ្យស្អាតបាតមកហើយអាទឹកដែលយើងនៅសល់ហ្នឹងទឹកសល់ដែលយើងមិញហ្នឹងអាទឹកមិញហ្នឹងហើយទឹកចានដែកមិញហ្នឹងអាទឹកវាហ្នឹងឆ្ងាញ់ចាក់វាទៅលើមកហើយអាហ្នឹងអាចញ៉ាំបានហើយ